លោកជាអ្នកណាលោកជាខ្មោចកុំចូលចិត្តអាត្មាមានសិស្ស3នាក់សុទ្ធតែជាអ្នកក្លាហានមានយុទ្ធសាស្ត្រជំនាញខាងកម្ចាត់បិសាចបើពួកគេបានជួបលោកប្រកាសជាវាយលោកឆាប់ទៅវិញទៅកុំឲ្យពួកគេវាយមិនខ្មោចបិសាចស្អីនោះទេក៏មិនជាទេវតាទុច្ចរិតអីដែរបើលោកថាមិនមែនអញ្ចឹងតើលោកជាអ្នកណាហេតុអីក៏មកទីនេះទាំងយប់ប្រដេជគុណមើលកណ្ដាលច្បាស់ទៅលោកជាស្ដេចនគរណាអញ្ជើញគួយទៅព្រះអង្គទ្រង់ជាព្រះអង្គនៅឯណាមើលទៅដូចជានគរវឹកវរឬក៏មន្ត្រីបាបោបានជាកិច្ចមកទាំងកណ្ដាលជប់បើមិនប្រកាន់អាចប្រាប់អាត្មាបានទេព្រះរាជគុណផ្ទះខ្ញុំនៅប៉ៃថងលេងឃ្លាតពីទីនេះតែ16យោជន៍ទេទីនោះមាននគរមួយជាកន្លែងរុងរឿងណាស់ឈ្មោះនគរអីទៅនគរអូជីនគរអូជី5ឆ្នាំមុនមេឃដីរាំងស្ងួតស្មៅមួយដើមកុំដោប្រជារាស្ត្ររងទុក្ខវេទនាខ្ញុំកំពុងតែព្រួយខ្វល់ខ្វាយស្រាប់តែមានអាចារ្យដែលមានសមត្ថភាពម្នាក់មកគេអាចហៅខ្យល់ហៅភ្លៀងខ្ញុំជើងគេឲ្យធ្វើការបួងសួងពិតជាមានប្រយោជន៍មែនសុំខ្យល់សុំទឹកភ្លៀងដោះស្រាយវិបត្តិនគរខ្ញុំឃើញគេមានសច្ចធម៌យ៉ាងនេះក៏គោរពរាប់អានធ្វើជាបងប្អូនជាមួយពួកគេចុះពីថ្ងៃនេះទៅលោកអាចារ្យជាម្ចាស់ប្អូនរបស់យើងហើយរាជគ្រូនៃនគរគឺក្រមមនុស្សលើមនុស្សរាប់ម៉ឺននាក់ជួយយើងចាត់ចែងនគររាជកិច្ចមានយប់ថ្ងៃមួយខ្ញុំនឹងអាចារ្យម្នាក់នោះទៅគយគុណព្រះច័ន្ទនៅក្នុងឧសៀនយប់នេះព្រះច័ន្ទពេញវងល្អន់ណាស់ទូមកគុំគិតថាព្រះអង្គប្រកាសជាចង់ស្ងប់ស្ងាត់មានសេរីភាពដូច្នេះក៏យើងព្រះអង្គមកគយគុណព្រះច័ន្ទជាមួយគ្នាតែម្ដងក្រាបទូលមានតែលោកទេគិតបានល្អន់ក្នុងរាជការយើងមានមន្ត្រីច្រើនណាស់អ្នកខ្លះបានតែអែបអរ